បាទនេះគឺជាសកម្មភាពខ្ញុំទៅរកត្រីពេញមួយថ្ងៃបាទពីកំពង់សោមទៅខាងវារិញគឺវេទនាមែនទែនកម្រងយើងគឺយើងដាំតែបាយហើយនឹងបុកអំបិលម្ទេសទៅទេហើយយើងសងប្រេងទៅរោគមកហូបតាមផ្លូវបាទប៉ុន្តែគឺថាអត់បានទេយើងទៅបកត្រីក្នុងមួយថ្ងៃពេញនេះគឺដើរចង់80គីឡូហើយនិយាយឲ្យមែនទែនទៅគឺដើរពេញមួយថ្ងៃតែម្ដងប៉ុន្តែសរុបជាលទ្ធផលមកគឺយើងអត់មានបានត្រីអីមួយបាទប៉ុន្តែគឺទេសភាពគឺស្អាតមែនទែនប៉ុន្តែគ្រាន់តែត្រីអត់មានបាទមិនមែនត្រីអត់មានទេប្រហែលជាដោយសារតែខ្ញុំអត់ដែលស្គាល់សម្រាប់ទីតាំងហើយនឹងតំបន់នៅខាងកំពង់សោមនេះគឺខ្ញុំអត់ដែលស្គាល់ទេគឺខ្ញុំទៅព្រាវតែម្ដងគឺជិះដើររោប្រឡងតែម្ដងបាទឥឡូវយើងទៅទស្សនាវីដេអូពេញទាំងអស់គ្នាយកផ្លូវទៅរោប្រឡងប្រឡាក់ខោក្រោយខ្សែថ្មីអានេះលេខ4ចុចនេះអត់ទេសំខាន់ខាងទៀតត្រឹម15វិនាទីអីបានហើយលើកទៅ15វិនាទីឲ្យខ្លី15វិនាទីទៅលេងអាផ្លេនេះមួយសិនណាអាផ្លេបានលេ11នេះមុនដូរអាផ្លេនេះដែរនេះលេងលុយស្បាក់មិត្តដល់ប្រឡងអត់ហើយស្អាតហើយនេះជិតពលានយន្តហោះកំពង់សោមនេះមិនសិនមានទូកអីអេមហ្នឹងទឹកបែកវាលធំដល់នោះតែឥឡូវនេះខ្ញុំអត់មានទុកជីទេយើងដើរលេងតាមឆ្នាំតិចតិចបងប្អូនអរគ្នារុំខ្សែបាទកុំរុំពេញដុំនេះពេកបាទតែរុំពេញដុំនេះពេកតែគុកទៅគឺគេញ៉ាញ់ដូចខ្ញុំឥឡូវគេញ៉ាញ់អត់ហើយភាសាយើងដាក់ខ្សែវិញពេកឥឡូវកាត់ចោលវិញអត់សូវចេះដោះសម័យកាលនេះមកនេះជឿបដាច់ចោលជឿបដាច់ចោលតែមិនយើងទឹករុំមិនតែយើងរុំធំពេកត្រីពងខំមិនគប់បាន2ខ្សែត្រីដេញទៅ2ខ្សែឥឡូវមកពាក្យអីណានេះក្តៅចេះម៉ោង12ហើយអត់ទាន់បានអីមួយកន្លែងស្ទួយស្អាតតែគ្រាន់តែទឹករាក់ពេកចូលlạiទឹកជ្រៅអត់បានខ្លាចឆ្លើងមានបងប្អូនណានេះចូលចិត្តបកត្រីដូចខ្ញុំតែខ្លាចឆ្លើងដូចខ្ញុំអត់នោះប្រឡងនៅខាងក្រោយស្អាតណាស់ចូលមកពីខ្សែដងត្រីដេញតែត្រីទូចតិចអត់បានតែទូចជាងនុយគឺស៊ីលុយអត់កើតតែត្រីដេញដល់ហើយទូចមកជិត12បងប្អូនអត់ទាន់បានមួយទេថ្ងៃនេះដាក់យើងទៅវារិញចំបាយបងប្អូនអើយប្លង់ស្អាតហើយជីមកអត់ឃើញមកបាត់តោមកក្រោយវិញមកប្លង់នេះអេមហ្មងតែត្រីមានកិនដឹងទេឥឡូវយើងគប់សាក់មើលមួយខ្សែពីរខ្សែទៅបងប្អូនស្អាតនៅខាងផ្លូវណែវារិញស្អាតឥឡូវសាក់មើលសិនប្លង់នេះស្អាតហើយបងប្អូនអើយតែគប់អត់មានត្រីខំសោះអត់ដឹងមកពីអីមកពីមេក្តៅពេកត្រីចូលក្លុបឬក៏មិនដឹងទេបងប្អូនតែនេះក្តៅថ្ងៃមកពី10ហើយក្តៅចេះហ្មង
แต่เคยปลองนี่สะอาดจินโตกัดเคยฉกเลยไงแต่ละอันเป็นไตรขามเลยนะยังจำเบอร์ติดเลยกิ๊กติ๊กยังมาตามมาซาติดเลยอะไรได้เยอะสบายติดเส้น